ចង់ញ៉ាំប្រហិតយូរហើយប៉ុន្តែអត់មានសាច់ត្រីអញ្ចឹងក៏ឆ្នៃសាច់មាន់យកមកធ្វើជំនួសវិញបងប្អូនហើយរសជាតិគឺថាឆ្ងាញ់ខ្លាំងណាជាពិសេសយើងលុញវារៀងធំប៉ុណ្ណេះមកចាសាច់ប្រហិតគឺថាអូញ៉ាំមួយម៉ាត់ពេញមាត់ហ្មងតាំងពីចេះក្បួននេះមកនាងខ្ញុំធ្វើតែសាច់មាន់នេះបងប្អូនហើយធ្វើធំអញ្ចឹងទៅចំណេញពេលច្រើនយើងមិនបាច់លុញវាទូចដាក់ជៀនម្ដងមួយទេអញ្ចឹងបើសិនបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចែករំលែកជាបន្តផងណាចង់ឲ្យប្រហិតមានរសជាតិឆ្ងាញ់បងប្អូនត្រូវយកសាច់មាន់ត្រង់កន្លែងផ្លូវចាផ្នែកផ្លូវយកមកធ្វើហើយសាច់មាន់នេះមានចំនួន1គីឡូគឺយើងផ្លះឆ្អឹងចោលអស់ហើយណាបងប្អូនចាយើងយកតែផ្នែកសាច់ទេចំនួន1គីឡូហើយយកមកលាយគ្រឿងផ្សំដោយដែលនាងខ្ញុំសរសេររៀបរាប់ជូនក្នុងវីដេអូនេះមកអញ្ចឹងមុនពេលបងប្អូនលាយគ្រឿងផ្សំនេះបងប្អូនត្រូវហាន់សាច់មាន់ហ្នឹងឲ្យរៀងតូចតិចណាព្រោះពេលយើងយកទៅកិនទៅវាឆាប់ម៉ត់ចាផ្លូវមាត់វាសបោសរសៃសបោអីច្រើនបើសិនជាយើងអត់ហាន់វាទូចទេពេលយើងយកទៅកិនទៅវាក្រម៉ត់ណាហើយណាមួយបើយើងកិនយូរពេកក៏វាធ្វើឲ្យម៉ាស៊ីនវាក្តៅចាម៉ាស៊ីនក្តៅធ្វើឲ្យសាច់របស់យើងក្តៅខូចវាអត់ស្វិតទេហើយប្រហិតសាច់មាន់នេះខ្ញុំធ្វើនេះមិនជាស្វិតអីណាទេបងប្អូនគឺថាមកល្មមចាមកល្មមឆ្ងាញ់ចាអញ្ចឹងយើងកិនរហូតតតែម៉ត់ចាំម៉ត់បានប៉ុណ្ណេះណាហើយសាច់មាន់ប៉ុណ្ណេះគឺថាសម្រាប់ខ្ញុំគឺស្វិតល្មមហើយបងប្អូនហើយយើងយកមកលាយល្មៀតចាម្សៅល្មៀតក្នុងចានដែកមួយផ្សេងដោយសារនេះខ្ញុំអត់ចង់ដាក់ក្នុងម៉ាស៊ីនណាខ្លាចលឿងម៉ាស៊ីនខូចអស់ហើយកុំភ្លេចបន្ថែមស្លឹកក្រូចសើចផងបងប្អូនចាស្លឹកក្រូចសើចនេះដាក់ចូលកាន់តែច្រើនកាន់តែឈ្ងុយគ្រឿងផ្សំពីមុខនេះខ្ញុំអត់បានកំណត់ថាចំនួនប្រមាណអីប្រមាណទេណាបងប្អូនអាចលៃលកថែមថយទៅតាមចំណង់ចំណូលចិត្តបានគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងបងប្អូនចាដាក់តែម្សៅល្មៀតហើយនឹងស្លឹកក្រូចសើចចុងក្រោយគេនេះមកជាវិថាក្លិនឡើងឈ្ងុយត្មងស្រឡាញ់ពណ៌លឿងប៉ុណ្ណាបងប្អូនថែមម្សៅល្មៀតទៅតាមហ្នឹងណាបងប្អូនចាំមើលតាមជាក់ស្ដែងអញ្ចឹងប្រហិតនេះយើងមិនបាច់ផ្អាប់ទុកផ្អាប់អីទេបងប្អូនគឺថាយើងយកទៅចម្អិនភ្លាមតែម្ដងណាមួយរយៈចុងក្រោយនេះចូលចិត្តធ្វើអីបែបងាយចាលឿនអញ្ចឹងថ្ងៃនេះខ្ញុំអត់លុញប្រហិតតូចទេគឺថាលុញម្ដងឲ្យធំហ្មងលក្ខណៈថាប្រហិតខ្នាតយៈណាអញ្ចឹងបងប្អូនមានថង់ចាយើងយកថង់ធំមួយមកដាក់លើជ្រុញក៏បានលើថាសក៏បានដែរចាលាបប្រេងឲ្យសព្វថង់ហ្នឹងមកហើយយើងដួសសាច់ប្រហិតដាក់ពីលើកុំឲ្យវាស្អិតណាចាយើងលាបប្រេងតិចទៅកុំឲ្យវាស្អិតហើយដៃយើងហ្នឹងក៏ដូចគ្នាដែរលាបប្រេងតិចមកចង់ប្រើដៃទទេក៏បានពាក់ស្រោមដៃដូចនាងខ្ញុំចេះក៏បានដែរបើយល់ល្អពាក់ស្រោមដៃទៅបងប្អូនកុំឲ្យវាស្អិតហើយណាមួយកុំឲ្យប្រឡាក់ល្មៀតលឿងពេញដៃអញ្ចឹងណាហើយព្យាយាមសកត់ប្រហិតនឹងឲ្យណែនល្អបងប្អូនកន្លែងនេះនាងខ្ញុំនិយាយពីថាជក់ចិត្តដិតអារម្មណ៍សบายលេងបងប្អូនដូចលេងបេឡុកបេឡអញ្ចឹងចានិយាយទៅកន្លែងណារៀងខ្វះខាតអញ្ចឹងយើងថែមសាច់ប្រហិតពេញវាបន្តិចហើយព្យាយាមសកត់វាឲ្យណែនល្អនិយាយទៅប្រហិតនេះនាងខ្ញុំថែមថយចុះឡើងឡើងធំប៉ុណ្ណានៃប្រព័ន្ធភីហ្សានិយាយទៅទំហំរបស់វាហ្នឹងបងប្អូនមិនមែនចេះតែធ្វើឲ្យធំតាមចិត្តយើងចង់ទេណាបងប្អូនគឺយើងត្រូវមើលតាមទំហំឆ្នាំងពងយើងណាប្រហិតដែលខ្ញុំធ្វើហើយនេះវារាងធំពេកចាអញ្ចឹងបងប្អូនលៃលកធ្វើម៉េចឲ្យតូចជាងឆ្នាំងហ្នឹងដោយសារពេលយើងពងយូរទៅប្រហិតវានៅឡើងធំរីកធំជាងហ្នឹងទៀតហើយពេលបងប្អូនដាក់ចូលហ្នឹងដាក់ថ្នមណាកុំប្រើភ្លើងខ្លាំងពេកណាបងប្អូនព្រោះពេលយើងដាក់ចូលវាអាចផុលប្រេងឡើងមកលើហើយរយៈពេលនៃការចម្អិនហ្នឹងក៏វាអាស្រ័យទៅលើដូចថាទំហំប្រហិតរបស់យើងក្រាស់ឬស្ដើងធំឬតូចដែរអញ្ចឹងយើងប្រើភ្លើងកុំបខំចាបើយើងប្រើភ្លើងខ្លាំងពេកទៅវាអាចធ្វើឲ្យប្រហិតរបស់យើងខាងក្រៅវាឆាប់ខ្លោចឆាប់ក្រៀមហើយសាច់ខាងក្នុងវាអត់ទាន់ឆ្អិនល្អបំពងតតែបានពណ៌ក្រហមប៉ុណ្ណេះបងប្អូននេះចាឡើងក្រៀមអញ្ចឹងមកបានឆ្ងាញ់អញ្ចឹងយើងសដិលវាមកស្ទុះទៅឲ្យវាស្រក់ប្រេងឲ្យអស់ខ្លះអញ្ចឹងចាំយើងយកមកហាន់សម្រាប់រសជាតិប្រហិតដែលខ្ញុំធ្វើឲ្យនេះចាគឺថាអត់ដិតអត់ប្រៃអត់មុតអីទេបងប្អូនគឺថាស្រាលល្មមយើងអាចយកទៅញ៉ាំផ្ទាប់ជាមួយនឹងជ្រក់បន្លែជ្រក់ល្ហុងអីក៏បានដែរញ៉ាំជក់មាត់ណាចាជាពិសេសញ៉ាំជាមួយនឹងបាយកកបាយក្តៅបាយក្តាំងមិនក៏បានដែរគឺថាត្រូវទាំងអស់ហ្មង